បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះថ្ងៃទី17បាទខែ10 2025ហ្នឹងណាខែតុលាបាទថ្ងៃនេះ PNS បាទមកចែកម្លែកពីការវាស់ប្រាក់កាក់បាទ10N 20ឬក៏ 10P 20បាទអានេះវាមាន P មាន N P channel N channel បាទអញ្ចឹងវិធីវាស់គឺធម្មតាទេបងប្អូនណាត្រង់ស្ទើរ race តង់ថ្មនេះបងប្អូនចេះវាស់ហើយតែបើប្រាក់កាក់បងប្អូនថាអ្នកខ្លះមិនទាន់ចេះទេបាទអញ្ចឹងខ្ញុំនិយាយរឿងលឿនដើម្បីឲ្យនាទីបន្តិចកុំឲ្យអស់នាទីច្រើនបងប្អូនយើងតាមដានអញ្ចឹងវិធីវាស់យើងកាច់មកកលីប1មក x 1មកហើយយើងមើលបើពេកចំណេះយើងចាប់ក្រហមខាងស្ដាំដែរអានេះវាឆេះ2គ្រាប់ខ្ញុំដកចេញទៅហើយអានេះវាអត់ឆេះអញ្ចឹងបើយើងសង្ស័យយើងដោះមកគ្រាប់មកវាស់ក្រៅបើវាឆេះគឺឆេះបើវាមិនឆេះទេដាក់វិញយើងបាយថាវាមានអាផ្សេងខូចអញ្ចឹងបងប្អូនយើងចាប់មកបាទ e នេះខ្មៅចូលជើង e នេះមកហើយអាជើងបូកនេះគឺជើង c ហ្នឹងបងណាជើង c នេះយើងចាប់មកចាប់ជើង c ពឹបជើង c ហើយយើងមកវាអត់ដើរទេបាយថាអាហ្នឹងយើងដាក់កាលទី1គឺវាអូខេហើយវាអត់ខូចទេណាទី1អត់ខូចទេទី2យើងយកជើង c នេះមកប៉ះជើង b នេះដើម្បីឲ្យវាប៉ះជើងឲ្យវាឡើងភ្លើងអញ្ចឹងយើងមកប៉ះជើង c វិញពឹបគឺឡើងហើយឃើញមើលនៃការឃើញហ៎ដល់ពេលយើងប៉ះជើង C ជើង E ជើង B ពឹបហើយយើងប៉ះជើង C វិញវានឹងឡើងហើយយើងយកដៃយើងប៉ះពឹបវាធ្លាក់វិញធ្លាក់នេះអាការបងណាបាទទី1គឺអញ្ចឹងទី2យើងប៉ះឲ្យឡើងសិននេះប៉ះឲ្យឡើងអញ្ចឹងហើយយើងប៉ះជើង B ឡើងហើយយើងមកប៉ះជើង C វិញវាឡើងអញ្ចឹងចង់ឲ្យធ្លាក់យើងយកជើង B ជើង E នេះមកប៉ះជើង B បាទជើង E ប៉ះជើង B វិញពឹបវាអត់ឡើងទេឃើញទេដោយសារយើងយកភ្លើងចេញពីប្រកាក់នឹងប្រកាក់របៀងភ្លើងហ្នឹងនេះឃើញអត់នេះហេពេលយើងប៉ះនេះពេលយកជើង C នេះមកប៉ះជើង B វានឹងឡើងហើយយើងយកE នេះមកប៉ះជើង B វានឹងអស់ភ្លើងពីប្រកាក់ហ្នឹងពី fade ហ្នឹងអញ្ចឹងប៉ះមកអត់ដើរទេអត់ឡើងទេបើឡើងគឺខូចទី2ណាបងប្អូនបាទអញ្ចឹងមើលតទៀតមកយើងប៉ះជើង E ពឹបយើងប៉ះជើង C បើឡើងគឺខូចហ្មងណាបើឡើងគឺខូចបាទនេះអានេះពេក channel បាទបើឡើងគឺខូចបើវាមិនឡើងទេយើងប៉ះយើងដល់ដំណាក់កាលទី2បាទយើងយកអា E យកអា B នេះមកដាក់យកអា C នេះមកដាក់ជើង B ពឹបពេលនឹងមានភ្លើងក្នុងហ្នឹងហើយវាបញ្ចូលភ្លើងអញ្ចឹងយើងប៉ះវិញគឺឡើងហើយដៃប៉ះវាធ្លាក់អូខេហ្នឹងគឺបាទគឺធម្មតាឃើញបងប្អូន